ខ្ញុំសូមកោតសរសើរចំពោះការខិតខំនិងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់របស់សមាគមអតីតយុទ្ធជនដែលបានរៀបចំឲ្យមានមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី3នេះឡើងក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបនឹកឃើញនិងចងចាំជានិច្ចនៅពលកម្មដ៏ធំធេងនិងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជនយុទ្ធនារីកងកម្លាំងប្រយុទ្ធប្រជាជននិងអ្នកស្នេហាជាតិទាំងឡាយដែលបានលះបង់អាយុជីវិតបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជននៅគ្រប់ដំណាក់កាលដួងព្រលឹងបុព្វបុរសនិងអ្នកស្នេហាជាតិទាំងអស់នឹងស្ថិតនៅជាមនុស្សនិងជានិមិត្តរូបនៃការធ្វើពលកម្មសម្រាប់មនុស្សខ្មែរជំនាន់ក្រោយដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិជាទីមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ